Và tậpបន្តទៀតបើសិនជាករណីគេបូកពភាគ3តង់បែបនេះអញ្ចឹងក្បួននៃការធ្វើគឺដូចទៅមុនដែរទៅយើងត្រូវធ្វើការតម្រូវភាគបែងឲ្យវាខ្លាចជាលេខពភាគ3ដែលវាមានភាគបែងដូចគ្នាទាំង3សិនអញ្ចឹងយើងឃើញថាពភាគទី1វាបែង2 3និង5អញ្ចឹងយើងត្រូវរកតម្លៃលេខណាដែលធ្វើឲ្យវាខ្លាចជាតម្លៃលេខរួមមួយនៃពភាគទាំង3នឹងសុទ្ធតែអាចគុណចេញមកប៉ុណ្ណឹងបានអញ្ចឹងការរកភាគបែងចឹងភាគបែងយើងអាចធ្វើដូចមុនដដែលគឺយកអា3នឹងគុណបញ្ចូលគ្នាអញ្ចឹងយក2គុណនឹង3គុណនឹង5ហ្នឹងវាឃើញ2 3ដង6 6គុណនឹង5គឺ30អញ្ចឹងយើងអាចយកភាគបែងរួម30អញ្ចឹងបានដែលមានន័យថាប្រភេទទី1នេះក៏យើងត្រូវសេរីពីលេខ2ឲ្យជាលេខ30ប្រភេទទី2គឺយើងដូរពីលេខ3មកជាលេខ30ប្រភេទទី3យើងដូរពីលេខ5មកជាលេខ30អញ្ចឹងតើលេខ2យើងត្រូវគុណនឹងប៉ុន្មានដើម្បីចេញ30គឺត្រូវគុណនឹង15មែនទេអញ្ចឹងដំបូងឡើយគឺ1លើ2តែយើងដូរមកជាលេខ30វិញគឺខ្លាចជា2គុណនឹង15ព្រោះថាដើម្បីបានភាគបែងរួម30ដូចគ្នាអញ្ចឹងន័យថាខាងលើក៏យើងត្រូវគុណនឹង15ដែរអាចចេះតែគុណនៅខាងក្រោមទេឥឡូវក៏ត្រូវតែគុណដូចគ្នាអញ្ចឹងប្រភេទទី2វិញគឺវាមានភាគបែងចាស់3ហើយអញ្ចឹងដើម្បីគុណឲ្យចេញ30គឺយើងត្រូវគុណថែមនឹងគុណនឹង10ទៀតមែនទេអញ្ចឹងយើងបាន3ខាងលើក៏គុណនឹង10ដែរអញ្ចឹងការគុណនឹង10ហ្នឹងគឺដោយសារតែខាងលើវាមានភាគបែងភាគយក1នេះអញ្ចឹងភាគយក1ហ្នឹងក៏ត្រូវគុណនឹង10ដូចគ្នាដែរអញ្ចឹងកាលណាខាងក្រោមគុណប៉ុន្មានខាងលើគុណនឹងប៉ុណ្ណឹងអញ្ចឹងក្រោយគឺប្រភេទទី3គឺដំបូងឡើយគឺវាមានភាគបែង5ហើយអញ្ចឹងបើយើងចង់បដូរមកជាភាគបែងរួម30គឺយើងត្រូវយក5ហ្នឹងគុណនឹងប៉ុន្មានទៅគឺគុណនឹង6មែនទេអញ្ចឹងភាគយកអញ្ចឹងដែលមានតម្លៃ1ហ្នឹងក៏ត្រូវយក1ហ្នឹងគុណនឹង6ដែរអញ្ចឹងសរុបមកយើងទទួលបានតម្លៃនៅអានេះភាគបែងនេះគឺយើងគិតនៅលើกระดาษព្រៀងណាអត់មានទៅសេចូលទេអញ្ចឹងមិនថាយើងទទួលបាននៅប្រភេទ3ដែលមានតម្លៃប្រភេទទី1គឺ15លើ30បូកប្រភេទទី2គឺ10លើ30បូកគ្នាជាមួយប្រភេទទី3គឺ6លើ30អញ្ចឹងយើងទទួលបាននៅផលបូកប្រភេទទាំង3នឹងបញ្ចូលគ្នាគឺបាន25បូក6គឺ31អញ្ចឹងជារួមជាងទទួលបានតម្លៃគឺ31លើ30ជាតម្លៃនៃប្រភេទរបស់យើងអញ្ចឹងការរកភាគបែងរួមគឺយើងអាចធ្វើអញ្ចឹងបានបើករណីប្រភេទមានតែ2ទេយើងអាចយកប្រភេទទី1គុណទី2អញ្ចឹងទៅភាគបែងតែបើសិនជាករណីវាមានប្រភេទដល់ទៅ3យើងអាចយកភាគបែងទាំង3គុណបញ្ចូលគ្នាអញ្ចឹងក៏បានដែរអត់បញ្ហាទេសំខាន់យើងយល់ពីរបៀបក្នុងការតម្រូវភាគបែងដើម្បីឲ្យខ្លះជាលេខប្រភេទដែលវាមានភាគបែងរួមទាំងអស់គ្នាមួយសិនទើបយើងអាចបូកវាបញ្ចូលគ្នាបានបាទឥឡូវយើងមកមើលស្តៀងគ្នានឹងទៀតឧទាហរណ៍ថាបើលើកគោលើកនេះលើកគោដាក់មកតែ2ទេគឺ1លើ4បូកគ្នានឹង1លើ8ចឹងអញ្ចឹងរដងយើងមិនយក4គុណជាមួយនឹង8វាចេញមែនចេញនឹងភាគបែងរួម32មែនអត់ប៉ុន្តែពេលខ្លះ32នឹងវាអាចទាំងធំពេកប្រភេទហ្នឹងតែពិតមិនបាច់យកភាគបែងដល់32ក៏បានដែរអញ្ចឹងយើងអាចយកតែ8សិនបានអត់បាច់គុណបញ្ចូលគ្នាណាអញ្ចឹងបើសិនតែលើកវាក្នុងការកំណត់ភាគបែងមួយទៀតយើងមើលក្នុងចំណោមប្រភេទទាំងពីរហ្នឹងមួយណាមានភាគបែងធំជាងឧទាហរណ៍ថា8មានភាគបែងធំជាងអញ្ចឹងយើងមើលតើលេខ4ហ្នឹងអាចមានលទ្ធភាពក្នុងការគុណឲ្យចេញ8អត់អញ្ចឹងគឺវាមានមែនអត់គឺ4 2ដង8អញ្ចឹងមានថាប្រភេទទី2ហ្នឹងគឺយើងមិនបាច់ធ្វើអីវាយើងដាក់1លើ8នឹងដដែលប៉ុន្តែប្រភេទទី1នេះយើងត្រូវបដូរវាពីលេខ4មកជាលេខ8អញ្ចឹងយើងត្រូវយក4គុណនឹង2ដើម្បីចេញ8ដូចជាមួយភាគបែងរួមគឺលេខ8របស់យើងនឹងអញ្ចឹងខាងលើដែលមានលេខ1ហ្នឹងក៏ត្រូវគុណនឹង2ដែរបាទណាយើងចម្លើយរបស់យើងគឺយើងចេញ2លើ8វិញបូកគ្នាជាមួយ1លើ8ដូច្នេះចម្លើយចុងក្រោយគឺ3លើ8អញ្ចឹងយើងអាចធ្វើការកំណត់ភាគបែងអញ្ចឹងក៏បានដែរយើងមើលប្រភេទហ្នឹងគឺអាណាធំជាងគេយើងអាចយកអាហ្នឹងមិនចាំបាច់ថាតតែគុណបញ្ចូលគ្នាបានចេញភាគបែងរួមត្រូវទេពេលខ្លះយើងអាចគ្រាន់តែយកលេខភាគបែងប្រភេទណាមួយដែលធំជាងគេយកមកធ្វើជាប្រភេទក៏បូកទៅឃើញត្រូវដូចគ្នាដែរហើយលេខវាតូចល្អទៀតប៉ុន្តែបើសិនថាអូចុះបើសិនខ្ញុំចង់យកភាគបែងរួម32ត្រូវអត់គឺត្រូវដូចគ្នាអញ្ចឹងគាត់ថា1លើ4បូក1លើ8បើយើងចង់ប្រើតាមយកភាគបែងរួម32អញ្ចឹងថាយើងយក4គុណនឹង8ហ្នឹងមែនទេដល់ប្រភេទទី2យើងយក8គុណនឹង4អញ្ចឹងអាខាងលើនេះមានថា1គុណនឹង8អាខាងលើនេះគឺយើងយក1គុណនឹង4អញ្ចឹងចម្លើយយើងបានប្រភេទគឺ8លើ32បូកនឹង4លើ32អញ្ចឹងយើងបូកបញ្ចូលគ្នាមកឃើញ12លើ32យើងសម្រួលបាននឹង4អញ្ចឹង12ចែក4មានសល់3 32ចែក4សល់8អញ្ចឹងចម្លើយចេញមកដូចគ្នាអញ្ចឹងគ្រាន់តែថានៅពេលដែលយើងយកភាគបែងធំពេកយើងនឹងត្រូវសម្រួលលទ្ធផលមកតង់ទៀតដើម្បីចេញមកជាប្រភេទតូចវិញតែពីរហ្នឹងគឺត្រូវដូចតែគ្នាទេអត់